បាទថ្ងៃនេះខ្ញុំមានរឿងមួយចង់មកនិយាយដើម្បីឲ្យបងប្អូនជួយត្រេះគិតពិចារណានិងស្វែងយល់អំពីរឿងមួយនេះកាលពីមុនបងប្អូនដឹងស្រាប់ហើយថាពូជខ្មែររបស់យើងគឺជាពូជអ្នកខ្លាំងអ្នកចម្បាំងគឺរឹងមាំជាគ្រឹះមួយក៏មិនអាចមានសត្រូវណាមកប៉ុនប៉ងញោមយីរួចធ្វើបាបខ្មែរយើងកើតអីដោយសារតែមូលហេតុខ្មែរយើងពីមុនគឺជាខ្មែររួបរួមគឺខ្មែររួមកម្លាំងតែមួយរួមចិត្តតែមួយគឺគ្មានសាសជាតិសាសនាអាចមកឈ្លានពានយំយីឬចង់ដណ្ដើមទឹកដីបាននោះទេដោយសារតែខ្មែរយើងរួបរួមគ្នាដោយសារតែខ្មែរយើងរួមកម្លាំងគ្នាធ្វើឲ្យប្រទេសយើងកាន់តែរឹងមាំប៉ុន្តែបច្ចុប្បន្ននេះបងប្អូនបានដឹងហើយថាខ្មែរយើងអត់រួបរวมគ្នាដូចពីមុនទេខ្មែរយើងមានរដ្ឋាភិបាលស្របច្បាប់និងបកប្រឆាំងដូច្នេះហើយអ្នកដែលកំពុងតែធ្វើគឺគាត់មិនសូវមាត់ទេតែអ្នកដែលចាំរិះគន់អ្នកដែលចាំចាប់ចំណុចចាំចាប់កំហុសនិយាយរួមទៅគឺបកប្រឆាំងគឺគាត់មានទោសសម្រាប់ថ្កោលទោសពីរដ្ឋាភិបាលជានិច្ចប៉ុន្តែពួកគាត់ដែលរិះគន់ពួកគាត់ដែលតែងតែស្ដីជេរបន្ទោសរាជរដ្ឋាភិបាលពួកគាត់នឹងអាចបានជួយអីដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយអីដល់ប្រទេសជាតិទេគាត់បានតែជេរយកមកយូរគាត់បានតែជេរគាត់បានតែរិះគន់តែរាជរដ្ឋាភិបាលលោកហត់ណាស់ទម្រាំតែបានការងារហើយមួយមិនមែនស្រួលទេបងប្អូនអរគ្នាគឺហត់ខ្លាំងមែនទែនយើងគិតមើលតែគ្រួសារយើងម្នាក់យើងជាមេគ្រួសារមានសមាជិកគ្រួសារប្រហែលជា 4-5 នាក់យើងហត់យើងដកខ្លួនមិនចង់រួចចោះទម្រាំមនុស្សទូទាំងប្រទេសសួរថាលោកហត់ប៉ុណ្ណាយើងគិតតែប៉ុណ្ណឹងតែបើសិនជាយើងបពប្រឆាំងឬមួយក៏បកផ្សេងឬមួយក៏ឲ្យទៅបងប្អូនជាពលរដ្ឋយើងរួមគ្នាជួយគ្នាគិតជួយគ្នាដឹកនាំប្រទេសជាតិគាត់ក៏មិនសូវហត់រីកចម្រើនក៏រីកចម្រើនអានឹងវាអាចថានឹងល្អជាងយើងអង្គុយរិះគន់គ្នាទៅវិញទៅមកបាទអត់មានអីច្រើនទេមានប៉ុណ្្នឹងទេសូមឲ្យបងប្អូនផ្ដល់យោបល់ទាំងអស់គ្នា